សូមជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះ Cambo Japan បាននាំមកនៅវីដេអូថ្មីមួយទៀតហើយតាក់ទងទៅនឹងការរៀនភាសាជប៉ុនសម្រាប់កម្រិតដំបូងពីមូលដ្ឋានគ្រឹះគឺពីអ្នកដែលមិនចេះសោះតែម្ដងគឺអាចសិក្សាបានជាមួយនឹង Cambo Japan ដូចតទៅថ្ងៃនេះយើងសិក្សាមេរៀនទី1ភាគ1យើងសិក្សាអំពីអក្សរ Hiragana Katakana និងអក្សរ Romanji 3ប្រភេទនេះទៅព្រមគ្នាតែម្ដងអូខេយើងចាប់ផ្ដើមទៅជាមួយនឹង Cambo Japan ដូចតទៅដៃអ៊ីកាដៃអ៊ីកាដៃអ៊ីកាមេរៀនទី1គឺយើងរៀនភាគ1សិនមានបន្តភាគទៀតណាយើងសិក្សាអំពីអក្សរ Hiragana Katakana និង Romanji 3ព្រមគ្នាតែម្ដងហេតុផលនៅត្រង់ថាអក្សរ Hiragana Katakana និងអក្សរ Romanji នឹងគឺវាបញ្ចេញសូរស័ព្ទដូចគ្នាប៉ុន្តែគ្រាន់តែការសរសេរអក្សរខុសគ្នាហេតុផលនេះហើយ Cambo Japan នឹងបង្រៀនទាំង3ប្រភេទនេះឲ្យព្រមគ្នាទៅតែម្ដងដើម្បីឲ្យយើងស៊ាំភ្នែកហើយកុំឲ្យមានការភ័ន្តច្រឡំនៅពេលក្រោយអូខេយើងចាប់ផ្ដើមរៀន5តួដំបូងគឺជាស្រៈពិសេសទាំង5របស់ភាសាជប៉ុនដែលយើងត្រូវសិក្សាដំបូងគេអូខេយើងចាប់ផ្ដើមអានជាមួយនឹង Cambo Japan ដូចតទៅជួរដេកទី1គឺជាជួរអក្សរ Hiragana អ៊ីអ៊ឺអេអូជួរដេកទី2គឺជាជួរអក្សរ Katakana អ៊ីអ៊ឺអេអូជួរដេកទី3គឺជាជួរអក្សរ Romaji អ៊ីអ៊ឺអេអូអូខេអនុវត្តម្ដងទៀតអ៊ីអ៊ឺអេអូអ៊ីអ៊ឺអេអូអ៊ីអ៊ឺអេអូអូខេម្ដងទៀតអអអអអ៊ីអ៊ីអ៊ីអ៊ឺអ៊ឺអ៊ឺអេអេអេអូ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 ខេម្ដងទៀតអអអអ៊ីអ៊ីអ៊ីអ៊ឺអ៊ឺអ៊ឺអេ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 សូមវិទូអ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 ូខេម្ដងទៀតអអ៊ីអ៊ឺអេអូម្ដងទៀតអអ៊ីអ៊ឺអេអូអូខេយើងបញ្ចប់5តួជាស្រៈពិសេសរបស់ភាសាជប៉ុនហើយឥឡូវយើងនឹងបន្តទៅទៀតជាមួយនឹងព្យញ្ជនៈ5តួដំបូងដែលគេឲ្យវាឈ្មោះថាស្ថិតនៅក្នុងក្រុមអក្សរកនិងអក្សរខវាអានបានពីររបៀបគឺអានតាមរបៀបអក្សរកផងអានតាមរបៀបអក្សរខផងអូខេអញ្ចឹងយើងចាប់ផ្ដើមអានជាមួយនឹង Cambo Japan ដូចតទៅជួរដេកទី1 Hiragana កគីគឺកេកោជួរដេកទី2ជាជួរអក្សរ Katakana កគីគឺកេកោជួរដេកទី3គឺជាជួរអក្សរ Romaji កគីគឺកេកោអូខេម្ដងទៀតកគីគឺកេកោអូខេម្ដងទៀតកគីគឺកេកោម្ដងទៀតកគីគឺកេកោអូខេម្ដងទៀតកកកគីគីគីគឺគឺ
kệ 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 cậu 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 ok chua so co dương ăn vót chọc hai dương ăn vót chua à so kho nè chua à so kho ok chấp đàm chua đây tìm mùi hiragana chua à so kho ka ki khư khe khổ chua đây tìm pi à so katakana ka ki khư khe khổ chua đây tìm bay à so romanji ka ki khư khe khổ ok ម្ដងទៀតជាជួរដីទី1អក្សរហេរ៉ាកាណានៅក្នុងក្រុមអក្សរខខខីខឺខេខជួរដីទី2អក្សរកាតាកាណាខខីខឺខេខជួរដីទី3អក្សររ៉ូម៉ានជីខខីខឺខេខអូខេសុំម្ដងទៀតខខខខីខីខីខឺខឺខឺខេខេខេខោខោខោអូខេយើងអានម្ដងទៀតជួអក្សរកកាគីគឺកេកោម្ដងទៀតជួអក្សរខខាខីគឺខេខោអូខេយើងបានបញ្ចប់5តួទៀតហើយអូខេឥឡូវយើងចូល5តួទៀតជាក្រុមអក្សរសយើងអនុវត្តនៃការអានជាមួយនឹង Kemo Japan ដូចតទៅជួរដីទី1របស់អក្សរហេរ៉ាកាណាសាស៊ីស៊ឺសេសូជួរដីទី3អក្សរកាតាកាណាសាស៊ីស៊ឺសេសូជួរដីទី3របស់អក្សររ៉ូម៉ានជីសាស៊ីស៊ឺសេសូអូខេអនុវត្តម្ដងទៀតសាស៊ីស៊ឺសេសូអូខេអនុវត្តម្ដងទៀតសាស៊ីស៊ឺសេសូអូខេម្ដងទៀតសាស៊ីស៊ឺសេសូអូខេម្ដងទៀតសាសាសាស៊ីស៊ីស៊ីស៊ឺស៊ឺស៊ឺសេសេសេសូសូសូអូខេម្ដងទៀតជាមួយនឹង Kemo Japan សាស៊ីស៊ឺសេសូសាស៊ីស៊ឺសេសូសាស៊ីស៊ឺសេសូអូខេម្ដងទៀតសាស៊ីស៊ឺសេសូអូខេឥឡូវយើងបញ្ចប់5តួហើយយើងចូលទៅកាន់5តួទៀតអូខេគឺយើងចាប់ដើមរៀន5តួទៀតគឺជាតួរបស់អក្សរក្រុមអក្សរតនិងក្រុមអក្សរថអូខេអក្សរថគឺយើងអត់មាន2ប្រឡោះគឺយើងអានដូចជាក្រុមពពួកអក្សរតនេះដូចគ្នាអូខេអញ្ចឹងយើងចាប់ផ្ដើមអនុវត្តជាមួយនឹង Kemo Japan ដូចតទៅជួរដេកទី1របស់អក្សរហេរ៉ាកាណាតាឈីស៊ឺតេតូជួរដេកទី2របស់អក្សរកាតាកាណាតាឈីស៊ឺតេតូជួរដេកទី3របស់អក្សររ៉ូម៉ានជីតាឈីស៊ឺតេតូអូខេម្ដងទៀតតាតាតាឈីឈីឈីស៊ឺស៊ឺស៊ឺតេតេតេតូតូតូអូខេអញ្ចឹងយើងចូលមកដល់ក្រុមពពួកអក្សរធជួរដីទី1របស់អក្សរហេរ៉ាកាណាថាឈីស៊ឺថេថូជួរដីទី2របស់អក្សរកាតាកាណាថាឈីស៊ឺថេថូជួរដីទី3របស់អក្សររ៉ូម៉ានជីថាឈីស៊ឺថេថូអូខេម្ដងទៀតជួរអក្សរធរដែរថាថាថាឈីឈីឈី
sư 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 thế 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 thô 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 ok mà đong tiết chu ạ số to thạ số phải tố mà đong tiết chu ạ số to tạ chi sư tệ tổ mà đong tiết chỉ chu dùm lấy ạ số thọ thạ chi sư thế thổ ok យើងបានបញ្ចប់4ក្រុមទៅហើយអញ្ចឹងយើងទៅមើលនៃការសរសេរ4ក្រុមនឹងសិនចាំយើងចូលទៅមុខទៀតយើងមកមើល4ក្រុមហ្នឹងអញ្ចឹងអាក្រុមទី1គឺសារៈពិសេសទាំង5របស់ភាសាជប៉ុនគឺអ៊អ៊ីអ៊ឺអេអូអូខេទាំងអក្សរហិរ៉ាកាណានិងកាតាកាណានៅក្នុងនេះខ្ញុំអត់បានសរសេរអក្សររ៉ូម៉ានជីទេដោយសារអក្សររ៉ូម៉ានជីគឺជាភាសាអង់ដូចទៅនឹងភាសាអង់គ្លេសអញ្ចឹងយើងចេះភាសាអង់គ្លេសគឺអាចសរសេរវាបានហើយប៉ុន្តែដោយឡែកយើងអត់ទាន់ចេះជាអក្សរភាសាជប៉ុនហិរ៉ាកាណាកាតាកាណាគឺយើងមិនអាចសរសេរបានយើងមើលលំនាំដែលខ្ញុំបង្ហាញនៅលើកុំព្យូទ័របង្ហាញនៅលើអេក្រង់ហ្នឹងគឺយើងអាចឃើញពីនិមិត្តសញ្ញានៃការសរសេររបស់វាអូខេអក្សរអហិរ៉ាកាណានេះគឺជាអក្សរអញ្ចឹងយើងគូសទៅតឹងមួយហើយបន្ទាប់មកយើងគូសពីលើចូលក្រោមបន្ទាប់មកយើងគូសអានេះណាហើយដល់ពេលអក្សរអដែរគឺជាអក្សរកតាកាណាអញ្ចឹងគេគូអាក្បាលនេះមកគេក្បៀសនេះហើយអក្សរនេះគេគូអាខាងឆ្វេងមុនគូខាងស្ដាំអញ្ចឹងយើងមើលទៅតាមនឹងមុនណាហើយយើងអនុវត្តខ្លួនឯងទៅពីព្រោះយើងឃើញគេសរសេរដាក់អាណាមុនយើងដាក់អានឹងតាមគេមុនណាហើយវានឹងចេញរូបរាងខាងក្រោយនេះមកដូចទៅនឹងរូបរាងខាងមុខអូខេយើងទៅមើលអាក្រុមពពួកព្យញ្ជនៈអក្សរកអូខេនិងអក្សរខអូខេនេះគឺជាអក្សរកនិងអក្សរខអូខេខគីគឺខេខឬក៏មួយទៀតកគីគឺកេកអូខេកគីគឺកេកឬក៏ខគីគឺខេខអូខេ5ហ្នឹងអញ្ចឹងនិមិត្តសញ្ញានៃការសរសេររបស់វាគឺខ្ញុំបានបង្ហាញនៅលើអេក្រង់ហ្នឹងទៅហើយអញ្ចឹងយើងធ្វើការសរសេរតាមហ្នឹងមកដូចជាអក្សរនេះវាមានតាមរបៀបទាញទៅលើចុះមកក្រោមហើយជាងចេះដូចជាសញ្ញាធំតូចរបស់ភាសាខ្មែរយើងដែរអញ្ចឹងយើងងាយស្រួលរៀនមែនតើហើយយើងទៅបន្តទៀត5អក្សរទៀតអូខេគឺជាក្រុមអក្សរសនេះណាសៈស៊ីស៊ឺសេសូអូខេ5អក្សរហ្នឹងគឺគេដែលមានបង្ហាញមិត្តសញ្ញាឲ្យយើងសរសេរបានដូចគ្នាដោយឡែកតែអក្សរស៊ីមួយនេះគឺវាសរសេរតែមួយរបៀបទេគេទាញទៅលើចុះក្រោះហើយវត្តដូចជាឆាតដងឆាតហើយនឹងហើយទំពក់ឈើច្រត់ហើយតាយាយមែនតើអូខេងាយស្រួលរៀនអញ្ចឹងយើងបន្តទៅទៀតហើយតាក់ទងនឹងក្រុមពពួកអក្សរតនិងអក្សរថអូខេតឈីស៊ឺតេតឬក៏ពពួកអក្សរថថឈីស៊ឺថេថអូខេ5ហ្នឹងគឺនិមិត្តសញ្ញាបានបង្ហាញដូចគ្នាទាញអាណាមុនបន្តមកដាក់អីបន្តមកដាក់អីចេញរូបរាងវាខាងក្រោយនេះអូខេនេះគឺជាការបង្ហាញគំនូសនៃការសរសេរឥឡូវយើងទៅបន្តអក្សរបន្តទៀតគឺមេរៀនទី1ដដែលគឺភាគ2អូខេដៃអ៊ីកាអញ្ចឹងមេរៀនទី1យើងចូលមកដល់ភាគ2ហើយគឺយើងរៀនអក្សរហិរ៉ាកាណាដដែលកាតាកាណានិងអក្សររ៉ូម៉ាន់ជីដដែលអូខេយើងចាប់ផ្ដើមចូលទៅ5តួទៀតអូខេអូខេអញ្ចឹងយើងចាប់ផ្ដើមអនុវត្តជាមួយនឹង Kembo Japan ដូចតទៅជួរដេកទី1អក្សរហិរ៉ាកាណាណានីនឹណេណូជួរដេកទី2របស់អក្សរកាតាកាណាណានីនឹណេណូជួរដេកទី3អក្សររ៉ូម៉ានជីណានីនឹណេណូអូខេនេះគឺជាជួរក្រុមរបស់អក្សរណណាគឺស្ថិតនៅក្នុងក្រុមសម្លេងអក្សរណអូខេអញ្ចឹងយើងអនុវត្តម្ដងទៀតណានីនឹណេណូណានីនឹណេណូណានីនឹណេណូអូខេយើងអនុវត្តម្ដងទៀតណាណានីនីនីនឹនឹនឹណេណេណេណូណូណូអូខេម្ដងទៀតណានីនឹណេណូណានីនឹណេណូអូខេយើងបានបញ្ចប់5អក្សរទៀតហើយឥឡូវយើងចូលទៅកាន់5អក្សរទៀតគឺក្រុមអក្សរពណ៌លឿងនេះគឺជាក្រុមអក្សរមើលអូខេជួរដេកទី1របស់អក្សរហិរ៉ាកាណាអូខេយើងចាប់ផ្ដើមអនុវត្តជាមួយនឹង Kembo Japan ដូចតទៅអូខេម៉ាក់
mi mư mẹ một chú đây thì pi là bao số kata kana mạ mi mư mẹ một chú đây thì bây giờ số roman g mạ mi mư mẹ một ok mà đong tiết mạ mi mư mẹ một mà đong tiết mạ mi mư mẹ một mà đong tiết mạ mi mư mẹ một ok mà đong tiết chúng mình Kemo Japan mạ 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 mi 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 mư 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 mẹ 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 một 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 ok mà đong tiết mạ mi mư mẹ một mạ mi mư mẹ một ok dương mình cho pram tu hỏi ở đây dương đừng cho tới can pram tu tiết ok ok dương ăn what mà pram tu tiết cứ trong bộ số ho lấy dương chạm đám á chủ đề thì mỗi là bộ số hi ra cả nà hạ hi phu hệ hậu xong pram bông tí cả đá đấy cứ dương mình ăn thà hư đến á cứ phu ok phu ok ho tây sạp tới for là sự phu ok phu cứ công cho lo mùi nắng á việc khâu kia dừng Việt Nam đi đến á hạ hi phu hệ hậu chú đây thì pi là bỏ số kata cả nà hạ hi phu mình men hư đến á phu hệ hậu chú đây thì bây giờ số roman gì hạ hi phu hệ hậu ok mà đong tiết chúng mình Kemo Japan hạ hi phu hệ hậu hạ hi phu hệ hậu hạ hi phu hệ hậu ok mà đong tiết chúng mình Kemo Japan hạ 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 hi 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 phu 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 hệ 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 hậu 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 ok mà đong tiết chúng mình Kemo Japan hạ hi phu hệ hậu hạ hi phu hệ hậu ok dương mà mình cho pram tu tiết hỏi ở đây dương đừng châu từ can là so pram tu tiết ok mau hai ok chua số này chụp lại mình tênคือมีแต่ใบthếนะใบสเตย์คือปัวโซเยอะเนี่ยมีแต่ใบเตจังยังยีสุยชาเหมือนแต่เช่นคือปลานี่มีแต่ใบเตโอเคยังจับได้อันวัดเดี๋ยวช่วยนังเคมโบจิพันโดยtớiชูได้ตีมุ้ยระบบหาโซฮิราคานาจะจูโจชูได้ตีปีระบบหาโซกาตาคานาจะจูโจชูได้ตีใบระบบหาโซโรมานจีจะจูโจโอเคมันต้องตีช่วยเคมโบจิพันจะจูโจdạ dư dụ dạ dư dụ ok mà đong tiết dạ 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 dư 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 dụ 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 mà đong tiết dạ dư dụ dạ dư dụ ok mình chop bay tua son đi hai nè cứ nghi sưu mình tên chân dương từ mưa bốn crom này bằng hai lời ecran nó po cả hôm po lương po kêu năng po khai nắng cứ dương ở châu so với tốt po cả hôm lương hay năng xoáy hay năng po khai đi dương từ mưa bị được biếtในการสดใสtừ ok viên năng tranh mà hái cứ gì crom po son no một kỳ nạ nị nữ nệ nộ nạ nị nữ nệ nộ pram son năng nè khi miên cùng luôn chẳng bằng hai người kia team môi thời tiên ATP thời tiên ấy chẳng á ta hai ta hô vì lừa là không chẳng mau hay xong ở bóng bóng mưa tam cùng luôn sờ xe quá hay là những mưa son nộ đi muối cứ cái tiên bị lừa che máu ok tam thì nhà phùi những cái tiên chẳng hết bằng cái vọt mòn che á nếu miên tầm muối đây tiên bị lừa cho không chẳng ok áp xem cái miên chờ được biết hay cái tiên ấy muốn bóng bóng mưa tam đang từ vọt hồn ai chứ á tiên được hơi máu dương hiện là xe hiện hai đây hồn ai đây dương chập chạy ok យើងចូលទៅពួកក្រុមអក្សរហនេះគឺយើងមានអញ្ចឹងដូចគ្នាណារៀបរាប់គេទៅសេអីមុនហើយបន្តមកគេដាក់អីអញ្ចឹងណាហើយអានេះដូចគ្នាដែរយើងទាញទៅអញ្ចេះហើយបន្តមកបានទីមកអញ្ចេះគឺវាមានតែមួយរបៀបទេវាអត់មានពី3របៀបវាផ្សេងទេណាអានេះដូចគ្នាយ៉ាងដែរពួកអក្សរនេះដូចគ្នាយ៉ាងដែរណាអញ្ចឹងវាទាញតែមួយយើងទាញពីណាទៅណាមើលសញ្ញាព្រួយនិយាយទៅយើងអាចសរសេរបានដូចគេហើយអូខេឥឡូវយើងចូលទៅមើលអាមួយក្រុមទៀតok អញ្ចឹងជាជួពពួកអក្សរមើលនេះ
គឺម៉ាក់មីមឺមេមកម៉ាក់មីមឺមេមក5នឹងទៀតណាអញ្ចឹងយើងមើលគេសរសេររៀបរាប់អញ្ចឹងដូចគ្នាហើយបងប្អូនមើលតាមហ្នឹងទៅយកប៊ិចអីយកមកអនុវត្តសរសេរដូចគ្នាទៅឥឡូវយើងចូលទៅមើល5ទៀតណាដោយសារយើងលឿនបន្តិចព្រោះហើយបងប្អូនអាច skip វីដេអូហើយយើងអនុវត្តរៀនតាមបានអូខេអញ្ចឹងយើងចូលមកដល់ហើយពពួកក្រុមអក្សរយោនេះគឺយ៉ាយ៉ាយឺយឺយកអូខេយ៉ាយឺយកអូខេតាំងហេរ៉ាកាណានិងកាតាកាណាអូខេគេមានរៀបរាប់ពីនិមិត្តសញ្ញាដំបងទាញអីបន្ទាប់មកទាញអីចេញរវាងនៃគ្នាអញ្ចឹងណាយើងអនុវត្តតាមនឹងទាំងអស់គ្នាទៅឥឡូវយើងទៅចូលរៀននៅហើយភាគទី3ជាភាគបន្ទាប់ទៅទៀតណាឥឡូវយើងរៀនមេរៀនទី1ដដែលដៃអ៊ីកាមេរៀនទី1ភាគ3នេះគឺសិក្សាពីអក្សរហេរ៉ាកាណានិងកាតាកាណារ៉ូម៉ាន់ជីដដែលយើងមិនទាន់បានបញ្ចប់ទេអូខេយើងនឹងទៅសិក្សាអក្សរ5តួទៀតបន្តទៀតណាអូខេឥឡូវយើងចូលមកដល់5តួអក្សរទៀតហើយគឺជាជួរពពួកអក្សររនិងពពួកអក្សរឡអូខេអញ្ចឹងយើងមើលជួរដីទី1របស់អក្សរហេរ៉ាកាណារ៉ារីឬរ៉េរ៉ជួរដីទី2របស់អក្សរកាតាកាណារ៉ារីឬរ៉េរ៉ជួរដីទី3របស់អក្សររ៉ូម៉ានជីរ៉ារីឬរ៉េរ៉អូខេម្ដងទៀតណារ៉ារីឬរ៉េរ៉រ៉ារីឬរ៉េរ៉រ៉ារីឬរ៉េរ៉អូខេម្ដងទៀតជាមួយនឹងអក្សររដដែលណារ៉ារ៉ារ៉ារីរីរីឬឬរ៉េរ៉េរ៉េរ៉រ៉រ៉អូខេរ៉ារីឬរ៉េរ៉អូខេយើងចូលមកដល់ជួរអក្សរឡអូខេបញ្ចេញជាសូរសំឡេងឡជួរដីទី1របស់អក្សរហេរ៉ាកាណាឡាលីលឺឡេឡូជួរដីទី2របស់អក្សរកាតាកាណាឡាលីលឺឡេឡូជួរដីទី3របស់អក្សររ៉ូម៉ានជីឡាលីលឺឡេឡូអូខេនៅតែជួរអក្សរឡដដែលម្ដងទៀតណាឡាលីលឺឡេឡូឡាលីលឺឡេឡូឡាលីលឺឡេឡូអូខេម្ដងទៀតនៅតែក្នុងក្រុមអក្សរឡដដែលឡារីសំភ័យទោះលីលឺលឺឡេឡូឡូអូខេម្ដងទៀតជាមួយនឹង Kembo Japan គឺជាក្រុមជួរអក្សររ៉ារីឬរ៉េរ៉ម្ដងទៀតជាមួយនឹងក្រុមអក្សរឡឡាលីលឺឡេឡូអូខេយើងនឹងចូលទៅកាន់5តួទៀតអូខេ5តួទៀតបានមកដល់ហើយគឺជាជួរស្ថិតនៅក្នុងនេះណាគេមាន3អក្សរនេះទៀតណាអូខេអញ្ចឹងយើងចាប់ផ្ដើមអនុវត្តជាមួយនឹងគ្នាដូចទៅជួរដីទី1របស់អក្សរហេរ៉ាកាណាវ៉ាអូអ៊ឺនជួរដីទី2របស់អក្សរកាតាកាណាវ៉ាអូអ៊ឺនជួរដីទី3របស់អក្សររ៉ូម៉ានជីវ៉ាអូអ៊ឺនអូខេយើងអនុវត្តម្ដងទៀតវ៉ាអូអ៊ឺនវ៉ាអូអ៊ឺនវ៉ាអូអ៊ឺនអូខេម្ដងទៀតជាមួយ Kembo Japan វ៉ាអូអូអ៊ឺនអូខេវ៉ាអូអ៊ឺនវ៉ាអូអ៊ឺនមានករណីពិសេសទៀតគឺអក្សរអ៊ឺនចុងក្រោយនេះណាវាមានបញ្ចេញសូរស័ព្ទសំឡេងរហូតដល់3អក្សរនោះគឺអក្សរ n អក្សរ m និងអក្សរ ng បើយើងអាននៅក្នុងព្យញ្ជនៈគេអានថាអ៊ឺនអូខេខ្ញុំសេអាមុខនេះអូដាក់អ៊ឺន n នេះអ៊ឺនតែនៅខាងវងអញ្ចក់នេះខ្ញុំបានដាក់អក្សរថា n មើហើយនឹង ng គឺនៅពេលដែលយើងយកទៅប្រើប្រាស់នៅក្នុងប្រយោគក្នុងពាក្យណាដើម្បីអានចេញជាពាក្យនៅក្នុងប្រយោគនោះដែលពេលដែលយើងរៀនពាក្យឬក៏ប្រយោគនោះវានឹងឲ្យយើងវានឹងអានចេញជា3អក្សរគឺអក្សរ n អក្សរ m និងអក្សរ ng នៅពេលនោះខ្ញុំនឹងបង្ហាញក្រោយពីយើងសិក្សាបញ្ចប់ហើយព្យញ្ជនៈនិងស្រៈរបស់ភាសាជប៉ុនទៅខ្ញុំនឹងបង្ហាញពីលក្ខណៈពិសេសមួយចំនួនដើម្បីជាមូលដ្ឋានគ្រឹះដល់សិស្សានុសិស្សទាំងអស់
អូខេគឺมันមានការលាក់លៀមទេនឹងធ្វើការបង្ហាញថាអក្សរហ្នឹងពេលណាគេអាននៅពេលណាគេអានមើពេលណាគេអានងើនោះខ្ញុំនឹងរៀបរាប់ហើយនឹងលក្ខណៈពិសេសរបស់អក្សរផ្សេងទៀតដែលខ្ញុំនឹងលើកយកមកបង្ហាញណាហើយយើងបានបញ្ចប់វាហើយមកដល់ត្រឹមនេះគឺជាពពួកអក្សរទាំង3ក្រុមដែលយើងរៀនហ្នឹងគឺអក្សរហិរាកាណាខាតាកាណានិងអក្សររ៉ូម៉ាន់ជីនេះគឺជាអក្សរចុងក្រោយហើយដែលយើងរៀនមកដល់អ៊ឺននេះណារៀនមកដល់អ៊ឺននិងវ៉ាអូអ៊ឺនហ្នឹងគឺជាអក្សរចុងក្រោយរបស់ក្រុមទាំង3អក្សរហ្នឹងហើយណាហិរាកាណាខាតាកាណានិងអក្សររ៉ូម៉ាន់ជីហ្នឹងទៅហើយអញ្ចឹងយើងនៅមិនទាន់ដឹងពីរបៀបសរសេរអាពីរហ្នឹងទេណាយើងមើលរបៀបសរសេរតិចសិនទៅអូខេនេះគឺជាជួរពពួកអក្សររហើយនិងអក្សរឡមិញណារ៉ារីឬរេរ៉ូហើយនឹងឡាក់លឺលេរ៉ូឡាក់លីលឺលេឡូណាឬក៏រ៉ារីឬរេរ៉ូឡាក់លីលឺលេឡូឬក៏រ៉ារីឬរេរ៉ូអូខេ5ហ្នឹងអញ្ចឹងយើងមើលទៅគំនូសគេឲ្យទាញអីមុនហើយបន្ទាប់មកគេទាញអីណាខ្ញុំសង្ឃឹមថាបងប្អូននឹងយល់នៅរាល់អ្វីដែលខ្ញុំសរសេរបង្ហាញនៅលើអេក្រង់ហ្នឹងហើយអញ្ចឹងយើងមើលសញ្ញាព្រួញទៅណាអានឹងសញ្ញាព្រួញហ្នឹងបានន័យថាវាសរសេរតែម្ដងគឺអត់មានដាច់ដៃទេអត់មានដាច់គំនូសដៃយើងណាគំនូសដៃយើងទាញមករហូតមកហើយអាផ្សេងនេះគឺយើងសេដាច់គំនូសដៃណាគំនូសដៃវាគូសលើហើយបន្ទាប់មកបានគូអីផ្សេងនេះទៅយើងមើលតាមគំនូសហ្នឹងទៅណាហើយបន្ទាប់មកយើងមើលអាសូរចុងក្រោយនេះណាអាសូរវ៉ាអូអ៊ឺននេះណាវ៉ាអូអ៊ឺនអូខេគឺជាទាញគំនូសមិនអញ្ចឹងបងប្អូនមើលតាមលើអេក្រង់ដែលខ្ញុំបង្ហាញអញ្ចឹងទៅបងប្អូននឹងអាចអនុវត្តសរសេរបានទាំងអស់គ្នាហើយបើសិនជាមិនច្បាស់នៅកន្លែងណាបងប្អូនអាច comment ចូលនៅខាងក្រោមវីដេអូរបស់ Kembo Japan នឹងធ្វើការពន្យល់រៀបរាប់នៅពេលដែល Kembo Japan ទំនេរពីការងារអូខេអញ្ចឹងយើងសូមបញ្ចប់នៅវីដេអូតាក់ទងទៅនឹងការរៀនព្យញ្ជនៈហើយស្រៈនិងព្យញ្ជនៈរបស់ភាសាជប៉ុនហើយនៅក្នុងថ្ងៃនេះគឺយើងនឹងបន្តនៅវីដេអូក្រោយទៀតនឹងរៀនអំពីការយកអក្សរទាំងអស់ហ្នឹងណាយកទៅផ្គុំគ្នាឲ្យចេញជារបៀបអានផ្សេងមួយទៀតនិងនិមិត្តសញ្ញាដាក់ពីលើបន្តិចបន្តួចដូចជាមានធ្មេញកណ្ដៅដាក់ពីលើទៅហើយដូចជាមានវងមូដូចជាវងលេខ0ទូចដាក់នៅពីលើអក្សរអស់ហ្នឹងដែលយើងរៀនអក្សរមុនមិញហ្នឹងណាគឺវាយកដាក់ពីលើហើយនឹងយកអក្សរហ្នឹងទៅផ្គុំគ្នាទៅបង្កើតដូចជាសូរស័ព្ទសំឡេងបញ្ចេញពីនឹងទៀតប្រហែលជាមិនច្រើនអក្សរទេប្រហែលជាខ្ទង់4-10អក្សរអីទៀតប៉ុណ្ណឹងទេណាហើយយើងរៀនប៉ុណ្ណឹងទៅយើងនឹងអាចចាប់ផ្ដើមចូលទៅរៀនពាក្យវេយ្យាករណ៍ប្រយោគណាអត្ថបទផ្សេងនឹងការបញ្យល់រៀបរាប់ពីលក្ខណៈពិសេសជាមូលដ្ឋានគ្រឹះជាឯកសារជំនួយនៃការសិក្សារបស់បងប្អូនឲ្យបានសិក្សាឲ្យបានច្បាស់យល់ដឹងអំពីមូលដ្ឋានគ្រឹះរឹងមាំដើម្បីយើងឈានទៅការរៀនបន្តទៀតឆាប់ចេះនៃភាសាជប៉ុនអញ្ចឹងយើងសិក្សានៅសិស្សដែលរៀននៅសាលាដែលថាមិនគ្រូមិនបានរៀបរាប់អំពីលក្ខណៈពិសេសរបស់វាអីចឹងណាខ្លាចគេលាក់ឬក៏គេមិនបង្ហាញអស់ឬក៏គេមិនទាន់មានពេលឬក៏គេមិនទាន់មានកលៈទេសៈដែលអាចបង្ហាញប្រាប់យើងនោះ Kembo Japan នឹងធ្វើការបង្ហាញដោយគ្មានការលាក់លៀមទេពីព្រោះថា Kembo Japan ប្រកាន់ទ្រឹស្ដីមួយថា Kembo Japan ចេះ Kembo Japan នឹងចែករំលែកបើថា Kembo Japan ចេះអ្នកក៏ត្រូវចេះអូខេអញ្ចឹងអ្វីដែលខ្ញុំផ្ដល់ទៅនោះគឺសូមសិស្សានុសិស្សទាំងអស់រាល់ដែលអ្នកទស្សនាសូមជួយចុច like និង subscribe ដើម្បីផ្ដល់ជាកម្លាំងចិត្តផលិតនៅវីដេអូរាល់ចំណេះដឹងនិងតាក់ទងទៅនឹងបច្ចេកវិទ្យាផ្សេងទៀតដែល Kembo Japan នឹងធ្វើការផលិតជាបន្តបន្ទាប់នៅពេលនេះសូមបញ្ចប់សូមអរគុណសូមជម្រាបលា